Namo Tani trong lực nòng để phê lia ở cả này hoặc đại nó thiện này trong non để phê thực ca cái non tàu nó về miền anh năn ma ba sika anh nè đại chuyện nè chia là nơi bon đại cụ saนักนองสมัยในพุทธกาลได้พระสมมาสัมพุทธอเมียนปัจจุบันลายได้อันนั้นหาบาในสอบในไอ้กิจเด็ดลากิจเด็ดลานักนองផ្លូវព្រះពុទ្ធជ្រះថ្លានៅក្នុងផ្លូវព្រះពុទ្ធព្រោះថាសុទ្ធតែមានឧបនិស្ស័យជាមួយនឹងសាសនាngព្រះពុទ្ធបានជួបណាទៀតជួបในព្រះសម្មាសម្ពុទ្ធនឹងក៏ជាអង្គមួយដែលអ្នកត្រាស់ដឹងដល់លើលោកគ្មានបុគ្គលណាមួយស្មើនឹងព្រះអង្គឡើយតែឧបនិស្ស័យជាមួយអនន្តបាសក់នឹងឯងដោយការស្រឡាញ់នៃព្រះពុទ្ធជាម្ចាស់ដែលឃើញព្រះពុទ្ធជាម្ចាស់ណាគ្មានកន្លែងនៅអាស្រ័យដោយជ្រកកោនណាទៀតដោយជ្រកកោនអនន្តបាសក់នឹងឯងក៏ជ្រះថ្លាក្នុងការចាត់ចែងទៅតាមនៃសទ្ធារបស់គាត់ដោយសារនៃទីសនាសនៈអបសាបានចាត់ចែងឲ្យឈ្មោះរបស់អនន្តបាសកនឹងសាងនៅទីសនាសនៈដល់ប្រសើរតែដូចជារឿងនៃព្រះបាទទីកោសលជាដើមនោះដោយការជ្រះថ្លាជាមួយនឹងព្រះពុទ្ធជាម្ចាស់បរមគ្រូនៃយើងនឹងដោយភ្លៀងជោគជាំណាគ្មានកន្លែងណាដែលសុខស្រួលទៅក៏ចាត់ចែងពួកឈ្មោះនឹងឯងហ្នឹងសាងទីសនាសនៈដើម្បីនឹងការថ្វាយចំពោះព្រះសម្មាសម្ពុទ្ធហ្នឹងដល់ពេលថ្វាយព្រះសម្មាសម្ពុទ្ធទៅគោរពតែជ្រះថ្លាដល់ក្រៃលែងចំពោះព្រះអង្គហ្នឹង ด
là hô ta đo này miền sao vẹnទាំងឡាយកាន់តែច្រើនទៅកាន់តែច្រើនទៅនឹងឯងដោយសារអីគឺដោយសារតែមាននៅទីសេនាសនៈដោយអនន្តមហាបាសកនឹងបានធ្វើនៅទីសេនាសនៈថ្វាយចំពោះព្រះសម្មាសម្ពុទ្ធដល់ពេលបានសម្រេចទៅឧបនិស្ស័យជាមួយនឹងហាបាសក់នឹងឯងមានសាវកកាន់តែច្រើនទៅគឺសប្បាយចិត្តរីករាយឥតឧបមាណានេះក៏ចាងទីសេនាសនៈទីបំផុតទៅនឹងណាហើយព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងជីវិតរបស់សត្វលោកនឹងវាអត់ទេមានកើតឲ្យចាស់ឲ្យជឿឲ្យឆ្លាតនឹងឯងក៏ប៉ុន្តែអ្វីដែលកើតឡើងចំពោះរូបគាត់មានអីខ្លះមានចេតវរៈមានបណ្ឌបាតមានទីសេនាសនៈនិងគលិនពីជាតែគាត់ត្រង់នៅបច្ច័យទាំងឡាយ4ដែលគ្រប់ដណ្ដប់ទៅដោយសុខទាំងឡាយនឹងដល់ពេលស្លាប់ទៅអត់មានយកទៅបានញាតិញោមគឺយកអីទៅបានគឺមានតែបុណ្យនៃកុសលរបស់គាត់ចេបរៈគាត់បានសាងនៅពេលគាត់នៅរស់បានធ្វើទៅទៅបច្ច័យទៅដល់ព្រះសម្មាសម្ពុទ្ធអង្គជាមួយសាវកទាំងឡាយនឹងមួយទី2បណ្ឌបាតពេលគាត់នៅរស់បំពេញនៃការដាក់បាតរស់បាតណាតែថ្វាយប្រគេនដល់ព្រះសម្មាសម្ពុទ្ធប្រគេនដល់សាវកពីដើមនឹងនេះទី3គឺទីសេនាសនៈនឹងគាត់បានបន្តទុកនៅទីសេនាសនៈមានអីខ្លះយោគឺមានវត្តអារាមពូពេញទៅដោយសេចក្តីសុខណាពូពេញទៅដោយសប្បាយណាពូពេញទៅដោយដឹកនាំព្រោះគាត់បានកសាងនៅវត្តអារាមញោមដឹងណាកសាងវត្តអារាមជាទីជ្រះថ្លាដល់ក្រៃលែងចំពោះរូបគាត់ណាគ្រប់បែបយ៉ាងនឹងទី3ទី4គឺកសាងនៅឆ្នាំនឹងឯងគ្រប់បែបគ្រប់យ៉ាងដែលអំណាចនៃបុណ្យកុសលរបស់គាត់នឹងឯងគាត់បានសាងពីគាត់
នៅរួមឃើញញាតិញោមណាទី1សាងនៅជ័យបរៈមានកៅសម្លៀកបំពាក់ជាដើមហ្នឹងចុះទី3អ្នកបានចាត់ចែងពីការរកបាតជាដើមហ្នឹងគ្រប់បែបគ្រប់យ៉ាងតែទាំងអស់នឹងឯងគឺជាបុណ្យជាកុសលរបស់គាត់មានអីដែលគាត់បានបង្កទុកឲ្យគាត់នៅរស់នោះទៅឆ្លាប់ទៅបានទៅចាប់កំណើតកើតនៅទីណាមើលញាតិញោមញាតិញោមទៅកើតនៅទីណាទៅកើតជាទេវតាណាញាតិញោមទៅកើតជាទេវតាអស់កំណើតកើតជាទេវតារាប់លានជាតិឆ្នាំហើយអ្វីបានថាអស់រាប់រយលានជាតិឆ្នាំដោយសារតែទេវតានៅក្នុងមួយថ្ងៃ400ឆ្នាំខ្ញុំគិតមើលក្នុងមួយថ្ងៃ400ឆ្នាំអញ្ចឹងអត់ច្រើនណាអាយុទេវតាអាយុទេវតាតែទេវតាដែលបានសម្រេចនៅធម៌ជាន់ខ្ពស់ដោយសារតែពធការយកចិត្តទុកដាក់នៃការស្ដាប់នៅពធរីករាយសប្បាយចិត្តមិនព្រៃអត់ឧបមាដល់ថ្ងៃនោះគឺព្រះសម្មាសម្ពុទ្ធនឹងការព្រះពុទ្ធមេតាយកធម៌អ្វីគឺយកធម៌ទី1ធម្មសង្កេយទី2ពិភាកទី3គឺធាតុកថាទី4ពុកលៈទី5ថាវត្ថុទី6យមកៈទី7គឺមហាបដ្ឋានព្រោះទាំងអស់នឹងឯងធ្វើឲ្យបានសម្រេចនៅទេវតាទាំងឡាយដោយសារតែទេវតាបានមកចូលរួមស្ដាប់នៅពធរបស់ព្រះអង្គបានដាក់ចិត្តដាក់កាយទៅធម៌ទាំងអស់នឹងក៏បានទៅដល់មេតាដល់ពេលមេតាទទួលតែប្រសើរនៃកូនព្រះសម្មាសម្ពុទ្ធព្រះអង្គនឹងស្អាតគ្រប់បែបគ្រប់យ៉ាងទាំងអស់នឹងទៅមិនបានសម្រេចនៅធម៌បានព្រះអង្គយកធម៌ទៅខណ្ឌទាំងគូឯកាន់ទៅទាំងគូនោះធ្វើឲ្យបានសម្រេចនៅសត្វនឹងជាវ500ក្បាលហ្នឹងបានមេតាបិតារួចចាក់អត់ទុកទៅឋានបាបតងនឹងនៃការឡើងពីទេវតាចំនួន3ខែទៅសម្រាប់ក្នុងមួយថ្ងៃមួយយប់នោះគឺ400ឆ្នាំហើយយើងគ្រប់គ្នាទាំងអស់អត់បានទេតើទៅជាទីបំផុតទៅអនុបាសក់នឹងគឺបានសម្រេចនៃការធ្វើបុណ្យ
ការធ្វើទានធ្វើកុសលទៅដល់ខ្លួនឯងដែលគាត់នៅរស់អញ្ចឹងបុណ្យកុសលទាំងអស់វានៅណាគឺទៅតាមគាត់រក្សាគាត់ទាំងឯងតែដល់ពេលគាត់ស្លាប់ទៅយមរាជធម្មបាលលោកបាលវាអស់ហ្នឹងក៏អត់មានចាំសួរទេព្រោះតែជាអ្នកមានបុណ្យហើយមិនចាំសួរទេញោមដឹងថាឯងណាដោយសារអីតែពេលស្លាប់ទៅវិញ្ញាណទាំងឡាយរបស់មនុស្សទេវតាអមអំណាចហើយសូម្បីតែយមរាជធម្មបាលលោកបាលទាំងអស់នឹងបាត់ហ៊ានទៅពីព្រោះទេវតាទាំងឡាយអមអំណាចហើយទៅកន្លែងសុខចម្រើនកន្លែងឋានសួគ៌ហើយតែអំណាចនៃបុគ្គលដែលបានសាងនៅបុណ្យនៃកុសលកើតទៅជាទេវតាទាំងអស់ទៅដល់ពេលអស់កំណត់កើតជាទេវតាគ្រប់កំណត់អីអាយុនៅកន្លែងនោះជាជីវិតចុងក្រោយនឹងបានទៅកើតកំណើតជាមនុស្សឃើញទេញោមបានកំណើតកើតជាមនុស្សហើយហ្នឹងមិនតកូលអន់ទេណាញោមតកូលស្ដាច់អត់ចាំតកូលស្ដាច់ហើយតកូលស្ដាច់ហ្នឹងអីណាចាំតកូលមានទ្រព្យមានសម្បត្តិមានយុគមានស័ក្តិមានស្អីស្អាតរហូតដល់4នាក់ហើយកាលនោះនរបាសកនឹងក៏បានសាងបុណ្យសាងកុសលជាមួយឈ្មោះអ្នកបម្រើនឹងឯងញោមបានអ្នកឈ្មោះបម្រើនឹងថាធ្វើយកចិត្តទុកដាក់នៅបុណ្យនៃកុសលរបស់ខ្លួននឹងឯងក៏បានសម្រេចនៅពធទៅជាមួយគ្នានឹងជាបរិវារចឹងទៅណាតែមាននាងម្នាក់ជាអ្នកតោអ្នកចិត្តរីករាយអ្នកចិត្តមិនល្អចឹងទៅក៏ជាតោបនិស្ស័យហ្នឹងតែចាប់កំណត់គឺជាមនុស្សលោកហ្នឹងគឺមុខប្របាទទេពកោសលចាប់ប្របាទកំណត់ប្របាទទេពកោសលហ្នឹងគឺអ្នកមានទ្រព្យសម្បត្តិស្កប់ស្ដំដឹងជាតិខ្លួនឯងណាដែលខ្លួនឯងមកកើតជាចំតកោខ្ពង់ខ្ពស់នឹងដោយសារតែការធ្វើបុណ្យធ្វើទានអីហ្នឹងដំណើរហូរហែចឹងទៅណាតែទីបំផុតទៅក៏ចាទុកនៅកំពីរហូតដល់សពថ្ងៃហ្នឹងទីមួយគេជំនាញរបស់អនរបាសកនោះប្របាទទីកោសលមានប្រពន្ធ4នាក់ទី1នាងសុជាតានាងសុជាតាស្គាល់ទេញោមមើលនៅក្នុងភូមិយើងមានទេញោមមាននាងសុជាតាទេអត់មានទេណាមានសោះในទី2នាងសុចិត្រាសុចិត្រាទី3នាងសុធម្មីទី4នាងសុណន្ទីទាំង4ហ្នឹងហើយតែ4ហ្នឹងគឺមានចិត្តអាក្រក់ម្នាក់ណាគេញោមដឹងទេ4នាក់ហ្នឹងញោមដឹង
អ្នកដឹងទេមកយកណាមានណាឈ្មោះអីញោមឈ្មោះអីណាគេមានសុខជាតានេះឯងក្រក់អត់បានធ្វើបនអីទេយើងបងគេណាញោមអត់បានធ្វើបនអត់បានធ្វើទេនេះទេស្វាមីរបស់នាង